ប្រាសាទនេះគឺមានមានដើមជ្រៃដែលចាក់ឫសឡើងព័ទ្ធជុំវិញប្រាសាទគឺគេអត់បានកាប់លះទេព្រោះឫសជ្រៃវាក៏មានផលប្រយោជន៍ដែរដែលវាដូចជាខ្សែចងរិតទប់ប្រាសាទកុំឲ្យទ្រុឌទ្រោមឬក៏ធ្លាក់ថ្មศิលាប៉ុន្តែនៅពេលដែលវាធំអាហ្នឹងវាក៏ជាបញ្ហាមួយដែលវាដុះសង្កត់លើប្រាសាទដែរប៉ុន្តែបើសិនដើមវាប៉ុណ្ណេះវាអត់មានប៉ះប្រាសាទទេគឺវាជួយទប់ដុំសិលា